មានការហូរទឹករំអើលថ្លាថ្លាខាប់ខាប់ឡើងពណ៌ឡើងក្លិនឡើងលមាស់ក្រោយពេលរួមភេទទាំងបរិសុទ្ធទាំងស្ត្រីតើជារោគសញ្ញាអីរោគសញ្ញាដែលបងជួបទាំងអស់នេះគឺជាការឆ្លងនៅពពួកកាមរោគប្រមេះដែលបងបាត់ដឹងហើយថាប្រមេះគឺជាប្រភេទកាមរោគមួយដែលអាចងាយឆ្លងតាមការរួមភេទបើសិនជាក្រោយពេលនៅមួយដៃគូហើយម្ដងពីរដងក៏ដោយតែមានការហូរទឹករំអើលខាប់ដូចទឹកបាយឬក៏ឡើងពណ៌លឿងពណ៌ខៀវមានក្លិនជូរក្លិនឆ្អាបក្លិនស្អុយហើយលមាស់ក្តៅកាហាយនៅតំបន់សម្ងាត់រោគសញ្ញាទាំងអស់នេះបញ្ជាក់ថាយើងឆ្លងកាមរោគប្រមេះហើយបើយើងមិនបានដោះស្រាយទេចំពោះស្ត្រីអាចនឹងរលាកហើមនៅតំបន់សម្ងាត់ចាប់ផ្ដើមឡើងកទួលឡើងពងបែកឬក៏អាចនឹងរលាកធ្ងន់ធ្ងរទៅដល់ស្បូនរបស់គាត់ហើយធ្វើឲ្យវត្តរដូវគាត់ប្រែប្រួលមកអត់ទៀងពិបាកក្នុងការមានកូនឈឺចង្អួរក្រោមថ្ងាសគេងអត់លក់ញ៉ាំអត់បានជាដើមបរោះដូចគ្នានៅពេលដែលគាត់ឆ្លងកាមរោគប្រមេះគឺធ្វើឲ្យគាត់ចាប់ដើមខ្សោយចំណងផ្លូវភេទរាងកាយចុះខ្សោយអស់កម្លាំងលហិតលហើយឈឺស្លាក់ឈឺសាច់ដុំហើយនៅតំបន់សម្ងាត់របស់គាត់នឹងគឺក្តៅកាហាយផ្សាពិបាកក្នុងការរួមភេទមួយទៀតគឺធ្វើឲ្យគាត់ចាប់ផ្ដើមមានអារម្មណ៍ថានោមមកឈឺអួរពងស្វាទុកយូរទៅឡើងតបៅឡើងពងបែកនៅក្នុងតំបន់សម្ងាត់របស់គាត់អញ្ចឹងបើសិនជាបងបរោះឬក៏បងស្ត្រីមានរោគសញ្ញាទាំងអស់នេះសូមបញ្ញាប់ក្នុងការដោះស្រាយហើយបើសិនជាចង់ប្រឹក្សារក្សាការសម្ងាត់បងតាក់ទងមកកាន់អ្នកគ្រូតាម Telegram 069 316714អ្នកគ្រូនឹងធ្វើការប្រឹក្សាជូនអរគុណ